bộ rị nó cứ khỏi bộ rị chẳng án ta bộ bom tọt pi ổ mốt mà chẳng bộ rị cái này chỉ bật thon camera zoom lên mascara ta còn cùng nó bị chôm bay này bị tay ròn miền bột thara tận mũi thầm ra tận mũi sang ra tận mũi đôi sẽ đây cơ rụp nâng zoom lên mascara ta phần cùng cái này còn chắc có ông zoom chỉ đẹp su cùng mày bấm ổn cái cú sẽ sang sẽ từng ngọc nhé và nó không ngàyนี้យើងសិក្សាតពីធនមស្ការបន្តទៀតបាទអញ្ចឹងយើងចូលមកដល់ធនមស្ការមួយទៀតគឺធនអ៊ីតិពិសោបាទអ៊ីតិពិសោអញ្ចឹងកុំឲ្យខាពីយូរសូមនិមន្តនឹងអញ្ជើញសិក្សាដូចតទៅបាទត្រង់កន្លែងនេះគឺខ្ញុំដាក់ដូចដើមទេដូចមុនអញ្ចឹងយើងអាចមើលស្គាល់ហើយបានហើយខាងក្រោមគឺសម្លេងអានខាងលើគឺជាភាសាបាលីបាទអញ្ចឹងយើងនិមន្តនឹងអញ្ជើញអានរបស់គ្នាបាទចឹងនេះអានអ៊ីបាទអានអ៊ីទេជាអានអ៊ីបាទអញ្ចឹងអ៊ីតេបាទអ៊ីតេពេណាបនេះជាអានតែពេវិញអានបេទេជាអានតែពេបាទសម្លេងបនេះបើបាលីអានបចឹងត្រូវមានតក2បាទអញ្ចឹងបើអានជាខ្មែរទៅបាលីគឺបនតពីពរួចហើយចុច2មកអានបៈបាទចាថាអ៊ីតេពេណាចឹងនេះសនៅដែលទេអ៊ីតេពេសហិកវាបាទនេះហិកវាភគវាអរិហੰបាទអរិហੰបាទអត់អានអរហੰទេណាអានអរហੰខយរៈយើងអានថារៈបាទចឹងអរិហੰសម្មាសម្ពុទ្ធោកន្លែងជប់ជួបនៅទេបាទសម្មាសម្ពុទ្ធោវិជ្ជាចរណៈសម្បណ្ណោបាទចឹងវិជ្ជាយើងទៅជប់ប្រើរងៃនៅក្នុងភាសាខ្មែរយើងហើយចរណៈនឹងក៏ជប់លឺហើយសម្បណ្ណោនឹងក៏ជប់លឺដែរណាចឹងថាវិជ្ជាចរណៈសម្បណ្ណោបាទនេះខ្មែរយើងគឺវិជ្ជាចរណៈសម្បណ្ណោបាទទីគឺសុគតោបាទសុនេះធម្មតាមកហើយកតនៅធម្មតាដែរបាទអញ្ចឹងសុគតោលោកណាតែនេះអានលោកអានលោកឯងអានបើអានលោកខោក៏មើលកនេះខនអញ្ចឹងអានលោធម្មតាមកបាទអញ្ចឹងលោកវិទូលោកវិទូលោកវិទូអញ្ចឹងលោកវិទូអនុត្តរោអញ្ចឹងណូនក៏មួយតខាងលើនេះតនេះអានតខាងក្រោមបាទអញ្ចឹងអានថាអនុត្តរោរោសអោនេះគឺអានថារោអត់អានរោអនុត្តរោខហើយបាទអញ្ចឹងអក្សរតទាញទៅជារោវិញបាទអញ្ចឹងអានថាអនុត្តរោបាទអញ្ចឹងកន្លែងនេះអានថាបកអត់អានបុទេបុរិនឹងគឺខបុរិអញ្ចឹងអានថាបបំតពីស្អកមកបាទអញ្ចឹងបុរិរោនេះទៅជារិវិញដោយសារបនេះទាញអញ្ចឹងទៅអានបុរិណាបើអានបុរិខហើយឬក៏បុរិក៏ខដែរអញ្ចឹងយើងអានថាបុរិបាទអញ្ចឹងបុរិសត្យមណាអញ្ចឹងបុរិសត្យមនេះសសហើយយើងអានយើងទាញអញ្ចឹងគេថាលោតមរោតោនេះហើយបាទអញ្ចឹងបុរិសត្យមបាទអូតូនេះក៏មួយម៉ូតតែអានធ្ងន់ឬក៏អានថាអាយុបាទតែថាពុរិសត្យមៈម៉ូនេះក្រោមអានថាមៈពុរិសត្យមៈសារៈទេសរោនេះអត់អានរៈទេដោយសារសនេះទាញនេះសកណ្ដាលនេះទាញទៅជារៈអញ្ចឹងសារៈទេណាណងទីមកពុរិសត្យមៈសារៈទេបាទសត្ថាជិបជួបហើយបាទអញ្ចឹងទេវៈមនុស្សសាហ្នឹងអានេះក៏ជិបជួបដែរទេវៈនេះទេវតាហ្នឹងទេវៈហ្នឹងមនុស្សនេះយើងមនុស្សប្រើរងៃហ្នឹងបាទដល់ឡើងទៅមកទេវៈមនុស្សសាហ្នឹងណូនេះដាក់ស្អំទៅជាណាំងវិញសាសនេះទាញសំលេងទៅជាណាំងអញ្ចឹងទៅបាទអញ្ចឹងទេវៈមនុស្សសាហ្នឹងពុទ្ធោណាអត់កំអានពោធោអានពុទ្ធោណាពុទ្ធោភគវីតិបាទប៉ុណ្ណឹងហើយយើងអានភាសាឡើងវិញអ៊ីតិពិសោភគវីអរិហੰណា
សម្មាសម្ពុទ្ធោវិជ្ជាចរណៈសម្បណ្ណោសុគតោលោកវិទូអនុត្តរោពុរិសតឹមមសារថិសត្តហាទេវមនុស្សសានੰពុទ្ធោភគវីតិអញ្ចឹងប៉ុណ្ណឹងហើយយើងនឹងចាប់ដើមរៀនសូត្រវិញចាប់ដើមសូត្រអ៊ីតិពិសោភគវីអរហង្គសម្មាសម្ពុទ្ធោវិជ្ជាចរណៈសម្បណ្ណោសុគតោលោកវិទូអនុត្តរោពុរិសតឹមមសារថិសត្ថាទេវមនុស្សសានੰពុទ្ធោភគវីតិបាទរៀងអានឲ្យលឿនណាសូត្រឲ្យលឿនបាទអ៊ីតិពិសោភគវីអរហង្គសម្មាសម្ពុទ្ធោវិជ្ជាចរណៈសម្បណ្ណោសុគតោលោកវិទូអនុត្តរោពុរិសតឹមមសារថិសត្ថាទេវមនុស្សសានੰពុទ្ធោភគវីតិបាទអញ្ចឹងការសូត្របែបជាបាលីគឺប៉ុណ្ណឹងហើយខាងក្រោមនេះគឺដូចតែខាងលើឯងបាទដោយសារខ្ញុំដកសម្លេងអាននេះចេញទៅនៅតែបាលីសុទ្ធចឹងដូចតែគ្នាណាបាទអញ្ចឹងយើងទៅរៀនប្រែម្ដងបាទតែខំថាពុកម៉ែបងប្អូននឹងអាចទឿនហើយជាយាមថាចុះខាឡើងហើយទន្ទិញមួយទៅចាំតែបាទរត់មកចឹងយើងទៅដល់ប្រែអញ្ចឹងប្រែគឺម៉ែទេយើងអានបាលីមកយើងប្រែតម្លងអញ្ចឹងចាប់ដើមអានថាអ៊ីតិពិសោភគវីអរហង្គព្រះដ៏មានព្រះភាអង្គលងទ្រង់ព្រះនាមថាអរហង្គព្រោះព្រះអង្គឆ្ងាយចាកសត្រូវគូគឺកិលេសព្រមទាំងវាសនាគឺកាយបយោគនិងវចីបយោគសម្មាសម្ពុទ្ធោទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធោព្រោះព្រះអង្គត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយវិជ្ជាចរណៈសម្បណ្ណោទ្រង់ព្រះនាមថាវិជ្ជាចរណៈសម្បណ្ណោព្រោះព្រះអង្គបរិបូរណ៍ដោយវិជ្ជា3និងវិជ្ជា8និងចរណៈ15សុគតោទ្រង់ព្រះនាមថាសុគតោព្រោះព្រះអង្គមានដំណើរល្អយាងទៅកាន់សន្តិរៈឋានគឺអមតមហានិព្វានលោកវិទូទ្រង់ព្រះនាមថាលោកវិទូព្រោះព្រះអង្គជ្រាបច្បាស់នៅត្រៃលោកអនុត្តរោទ្រង់ព្រះនាមថាអនុត្តរោព្រោះព្រះអង្គប្រសើរដោយសីលាទិគុណរោគបុគ្គលណាមួយស្មើគ្មានពុរិសតឹមមសារថេងទ្រង់ព្រះនាមថាពុរិសតឹមមសារថេងទ្រង់ព្រះអង្គជាអ្នកទូមាននៅបុរសដែលមានឧបនិស្ស័យគួរនឹងទូមានបានសត្ថាទេវមនុស្សសានੰទ្រង់ព្រះនាមថាសន្តាទេវមនុស្សសានੰព្រមព្រះអង្គជាសាស្តាចារ្យនៃទេវតានិងមនុស្សទាំងឡាយពុទ្ធោទ្រង់ព្រះនាមថាពុទ្ធោព្រមព្រះអង្គត្រាស់ដឹងនៅចតុរារិយសញ្ចាំងហើយញ៉ាំងអ្នកដតីឲ្យត្រាស់ដឹងផងភគវីទ្រង់ព្រះនាមថាភគវីព្រមព្រះអង្គមានដំណើរទៅកាន់ត្រៃភព
ចឹងចូលហើយគឺថាព្រះអង្គមិនត្រឡប់កើនទៀតឡើយបាទនឹងប៉ុណ្ណឹងហើយយើងអាចរៀនខាចុះខាឡើងទៅហើយអាចរៀនតាមនឹងបានណាបាទចឹងអរគុណនិងអរគុណសម្រាប់ការចូលមកសិក្សារៀនវិធរទៅនៅក្មេងហើយនឹងជាយាមទន្ទិញរៀនសូត្របាទចឹងកុំថាប្រកាន់ថាចាំចាស់ចាំរៀនអត់ទេបាទរៀនទៅពីក្មេងចាប់ចាំណាដល់ចាស់បន្តិចគិតច្រើនឬរនឹកមិនឃើញទេរៀនភ្លេចមុខភ្លេចក្រោយនៅក្មេងគឺគឺកុមារាកុមារីយុគ7 8ឆ្នាំគឺរៀនឆាប់ចាំទេបាទអញ្ចឹងហើយបរិញ្ញាហើយទៅតាមហ្នឹងណាបាទអញ្ចឹងមានតែប៉ុណ្្នឹងឯងបាទសូមជួយចែករំលែកហើយនឹងshareឬក៏ like បន្ថែមទៅដើម្បីឲ្យអ្នកដទៃបានឃើញផងហើយនឹងរៀនទាំងអស់គ្នាបាទនៅពេលនេះខ្ញុំកាលណាខ្ញុំបាទសូមនមស្ការក្រពើគុំលាសូមជម្រាបលា